សុស្ដីបងប្អូនអរគ្នានេះគឺជារូបភាពសមុទ្រនៅប្រទេសកូរ៉េដែលរូបភាពនេះគឺជាថ្ងៃដែលខ្ញុំបានទៅដើរលេងនៅផ្ទះបងប្អូនជីដូនមួយរបស់ខ្ញុំហើយនៅផ្ទះរបស់គាត់ហ្នឹងมันឆ្ងាយពីសមុទ្រនេះប្រហែលធ្វើដំណើរប្រហែលជាកន្លះម៉ោងឬក៏40នាទីជាងក៏ទៅដល់ទីតាំងនេះហើយមនុស្សម្នាច្រើនហ្មងនៅកន្លែងនេះគឺមានសត្វរំពេច្រើនហ្មងសត្វរំពេហើយពីច្រើនអ្នកមកលេងនៅទីតាំងហ្នឹងគឺគាត់មាននំមកកញ្ចប់យកមកឲ្យអាសត្វនឹងវាស៊ីណាហើយអ្នកខ្លះទៅក៏បោះអ្នកខ្លះទៅក៏ហុចលើកដៃកាន់នំដើម្បីឲ្យវាហើមកឆាបស៊ីណាបងប្អូនហើយទៅដល់ហ្នឹងគឺធ្វើអារម្មណ៍យើងនឹងវាស្រស់ស្រាយស្រស់ថ្លាស្រស់បោះតាមទេសភាពនិងហើយអាកាសធាតុហ្នឹងក៏ខែនេះគឺថាគេហៅថាត្រជាក់ស្រួលបងប្អូនណាស៊ីវ៉ាណេភាសាគេថាស៊ីវ៉ាណេហ្នឹងគឺត្រជាក់มันជាក្តៅហើយក៏มันត្រជាក់ខ្លាំងដែរអាកាសធាតុគឺក្រោម20អង្សាប៉ុន្តែវាមិនលើ10អង្សានៅក្បែរសមុទ្រអញ្ចឹងហើយនៅពេលដែលយើងដើរថ្ងៃទៅវាបើកថ្ងៃបើកអីមកអាកាសធាតុហ្នឹងគឺថាឡូចមែនទេបងប្អូនពេលដែលវាខ្យល់បក់មកប៉ះយើងហើយយើងមើលទេសភាពបដាមើលសមុទ្របដាវាធ្វើអារម្មណ៍របស់យើងហ្នឹងគឺថាស្រស់ស្រាយស្រាយនៅអ្វីដែលយើងជាប់ជំពាក់ស្រស់នៅអារម្មណ៍នៃកំពង់សពូនក្រៀមស្វិតណាយើងវាទៅជាស្រស់វាទៅជាស្រាយទាំងឯងពាក្យខ្មែរថាស្រស់ស្រាយហ្នឹងគឺស្រស់ស្រស់ហ្នឹងគឺស្រស់ញញឹមស្រស់អីហ្នឹងទៅបងប្អូនណាហើយស្រាយហ្នឹងគឺស្រាយអ្វីដែលយើងកំពុងតែជាប់ជំពាក់ហ្នឹងឯងអញ្ចឹងបានគេច្រើនតែនៅពេលដែលចុងសប្តាហ៍ចុងអីហ្នឹងគឺគេតែងតែដើរលេងដើរអីហ្នឹងចឹងបងប្អូនមានឱកាសក៏គួរតែដើរកម្សាន្តឲ្យបានច្រើនទៅតែជាពិសេសចុងសប្តាហ៍បងប្អូនណាដើម្បីឲ្យយើងមានអារម្មណ៍ល្អក្នុងជីវិតរបស់យើងទៅវាធ្វើឲ្យជីវិតរបស់យើងហ្នឹងក៏វាល្អទៅតាមនឹងដែរបងប្អូនណាហើយយើងធ្វើការងារអីក៏វាទៅបានរលូនព្រោះអារម្មណ៍របស់មនុស្សយើងនៅពេលដែលយើងវាអារម្មណ៍មិនស្រស់ស្រាយអារម្មណ៍វាតប់ប្រមល់អីមិនស្រស់បោះអីហ្នឹងគឺធ្វើអីក៏វាចេះតែខុសធ្វើអីក៏ចេះតែមិនល្អអញ្ចឹងបងប្អូនហើយអញ្ចឹងបានថាយើងកុំឲ្យពេកហ្នឹងហើយទោះបីថាមិនឲ្យថាដើរលេងហ្នឹងក៏គិតពីដើរទេយើងដើរខ្លះយើងរកខ្លះយើងរៀនខ្លះអញ្ចឹងណាបងប្អូនហើយយើងធ្វើការខ្លះអីចឹងទៅហ្នឹងហើយមានបងប្អូនខ្លួនឯងទេដែលដឹងថាត្រូវដើរទៅផ្លូវណាធ្វើអ្វីឲ្យជាប្រយោជន៍ដល់ខ្លួនឯងរីកចម្រើនដល់ខ្លួនឯងទៅមុខចឹងណាបងប្អូនហើយអូខេអរគុណនឹងហើយរូបភាពហ្នឹងគឺទេសភាពហ្នឹងគឺវាស្រស់ស្អាតជាមួយនឹងសត្វជាមួយនឹងសមុទ្រជាមួយនឹងទេសភាពអីហ្នឹងគឺអស្ចារ្យមែនតើបងប្អូនហើយអញ្ចឹងវីដេអូហ្នឹងមិនតែប៉ុណ្្នឹងទេបងប្អូនហើយជួយចែករំលែកឲ្យបងប្អូនដទៃគាត់បានឃើញបានហើយអរគុណសូមជម្រាបលា